យេស៊ូពុកម៉ែបងប្អូនទាំងអស់គ្នាប្រហែលថ្ងៃនេះធ្លាក់ភ្លៀងបងប្អូនទៅក្រោយផ្ទះគឺឃើញស្លឹកស្អំល្អពេកបងប្អូនចង់ជិនពងទាហើយពងទាហ្នឹងគឺពងទារបស់យើងបងប្អូនទាំងអស់គ្នាគឺទាចិញ្ចឹមខ្លួនឯងអញ្ចឹងនៅឃើញមកកាត់ស្អំបេះមកនេះបងប្អូនយើងហាន់វាឲ្យម៉ត់អញ្ចឹងបងប្អូនទាំងអស់គ្នាដាក់ពងទាវឹកជាមួយគ្រឿងយើងចូលបងប្អូនទាំងអស់គ្នាគ្រឿងយើងមានតែស្ករប៊ីចេងរ៉ូឌីបន្តិចមកទឹកត្រីបន្តិចម្រេចបងប្អូនដាក់តាមចំណង់ចំណូលចិត្តស្លឹកខ្ទឹមហ្នឹងបងប្អូនទាំងអស់គ្នាយើងវឹកវាខ្ទេចហ្នឹងមកនេះបងប្អូនមើលតាមមើលមកយើងធ្វើការយកខ្ទះរបស់យើងមកដាក់លើភ្លើងឲ្យវាក្តៅបងប្អូនទាំងអស់គ្នាយើងប្រើភ្លើងតិចតិចបានហើយបងប្អូនទាំងអស់គ្នាជិនស្អមមកដាក់ភ្លើងខ្លាំងខ្លោចឲ្យអត់ឆ្ងាញ់បងប្អូនទាំងអស់គ្នាហើយយើងដាក់ប្រេងឆាចូលបន្តិចបងប្អូនទាំងអស់គ្នាដាក់ជោគទៅជោគមកឲ្យខ្ទះយើងនឹងវាជាប់វាចង់និយាយថាវាជក់ខ្លាញ់បានល្អហើយយើងកូរទៅកូរមកកូរទៅកូរមកសំយើងដាក់ពងទាស្អមយើងនឹងចូលបងប្អូនទាំងអស់គ្នានេះមើលតែវាក្តៅមកម៉មហើយបងប្អូនយើងចាក់វាចូលបងប្អូនទាំងអស់គ្នាពងទាស្អមបងប្អូនយើងធ្វើក្រាស់ក៏ឆ្ងាញ់ដែរបងប្អូនទាំងអស់គ្នាខ្ញុំដាក់រៀងក្រាស់បងប្អូនយើងព្រមមកវែកអីចឹងទៅបងប្អូនទាំងអស់គ្នាហើយយើងក្របវាទុកប្រហែលជា2-3នាទីបងប្អូនទាំងអស់គ្នាមើលតែវាឆ្អិនហើយយើងត្រឡប់វាមកខាងទៀតបងប្អូនទាំងអស់គ្នានេះបងប្អូនយើងត្រឡប់វាមកនៅឃើញឃ្លានទៀតបងប្អូនដោយសារតែមេតិចតិចចឹងហូបវាឆ្ងាញ់ណាបងប្អូនទាំងគ្នាជក់មាត់បងប្អូននេះបងប្អូនឆ្អិនមកត្រឡប់ហើយបងប្អូននេះត្រឡងមែនតើហើយលឿនបងប្អូនចាប់បានហូបបងប្អូនអាយសាឡបងធ្វើបានណាងាយស្រួលមែនតើបងប្អូនទាំងគ្នានេះយើងចាក់មកត្រឡប់បងប្អូននេះគឺមើលទៅតំណងហ្មងយើងដាក់ស្អំវាច្រើនណាស់អញ្ចឹងមើលទៅហើយវាឆ្ងាញ់បងប្អូនកូនខ្ញុំជួយចិត្តហូបបងប្អូនទាំងគ្នាគាត់ថាឆ្ងាញ់អញ្ចឹងបងប្អូននេះយើងត្រឡប់ទៅត្រឡប់មកអញ្ចឹងមកកុំឲ្យវាខ្លោចទេបងប្អូនកាលណាវាខ្លោចវាអត់ល្អសម្ពុះសុខភាពរបស់យើងបងប្អូនទាំងគ្នាអញ្ចឹងយើងជៀនវាមកក្រហមមកអញ្ចឹងទៅយើងហូបបានណាបងប្អូនទាំងគ្នាកុំឲ្យវាខ្លោចយើងអាចកាត់ហារីកាត់អីចឹងទៅបងប្អូនទាំងគ្នានេះបងប្អូននេះអូយបងប្អូនហើយគឺរបស់ធម្មជាតិនិយាយថាឆ្ងាញ់បងប្អូននេះយើងប្រែទៅប្រែមកប្រែទៅប្រែមកយើងប្រើភ្លើងតិចតិចទេបងប្អូនកុំប្រើភ្លើងខ្លាំងពេកយើងជៀនពងទាចាន់យើងដួសដាក់ចានបងប្អូនទាំងគ្នាយើងចាក់បន្តទៀតបងប្អូនណាហើយមេបបាបងប្អូនទាំងគ្នាជៀនស្អប់ពងទាហ្នឹងគឺងាយស្រួលធ្វើជាងគេបងប្អូនទាំងគ្នានេះគឺតំណងមែនតើហ្មងឃើញពណ៌ឡើងស្រស់ឡើងស្អាតបងប្អូនអូយគ្នាជក់មកបងប្អូនឲ្យសាឡបងធ្វើបានអរគុណច្រើន